បាទនេះគឺជាមេរៀនថ្មីមួយសម្រាប់សិស្សទាំងអស់គ្នាដែល power supply នេះគឺគុំឡើងដោយ block 3-4 សំខាន់នេះ block scannery ទី2នេះគឺជា power គុណនេះគឺជាគុណ power supply តូចមួយដែលធ្វើការដូចនឹង power supply ពេញលេញដែរដោយសារអីច្រកនេះគឺជាច្រកភ្លើង220ចូលទៅហើយនេះគឺជា power IC ក្នុងនេះណា power IC គឺជា resistance start up វាណាហើយនឹងយល់កាន់ DC ដូចនេះអញ្ចឹងគ្រូអត់យល់នេះទេដោយសារនេះគ្រូត្រូវបញ្យល់តាំងពី2ប៉ុន្តែគ្រូបញ្យល់ច្រកធំសិននេះគឺជាខ្សែ AC ចូលលើ220 AC អញ្ចឹង block នេះគឺជា block តោះនេះណាគឺជា block filter ហ្នឹងគឺវាមានដូចជានេះជា full chip ប៉ុន្តែ power supply នេះប្រហែលជាបងប្អូនជាងគាត់ដោះធ្វើហើយមានប្រហែលគឺដោះធ្វើ 100% ប៉ុន្តែគាត់មិនធ្វើឲ្យខុសប្រក្រតីទេណាគាត់រក្សាភាពដើមហើយនេះគឺជា full chip នេះគឺជា resistance តែ resistance នេះអត់ដាក់ក្បាលទេណា resistance នេះគឺជា inductor ហ្នឹងគឺយើងវាស់ពីម្ខាងទៅម្ខាងខាងនេះជាប់នេះគឺអត់ខូចទេម្ខាងនេះទៀតគឺដូចគ្នាម្ខាងទៅម្ខាងហ្នឹងគេថា inductor ខាងក្រោមនេះគឺជាកងដង់អញ្ចឹងការវាស់កងដង់យើងដូចកងដង់ប្រភេទកងដង់អស់ហ្នឹងគឺកងដង់សេរ៉ាមិចយើងវាស់ដូចគ្នាជាមួយនឹងកងដង់គីមីឬក៏កងដង់ផ្សេងៗដែរហើយអាពួក QQ នេះក៏ជាកងដង់ដែរខ្ញុំអាចសម្គាល់បានថាវាជាកងដង់គឺដោយសារតែវាប្រើអក្សរ C ឬក៏ C ហ្នឹងណានៅលើបននេះគឺអក្សរ C1 C2 C3 ទៅឧទាហរណ៍អញ្ចឹងណាអញ្ចឹងនៅក្នុងនេះគឺជា unit bridge ដែលខ្ញុំឡើងនិយាយជា bridge អញ្ចឹងដំណាក់កាលហ្នឹងគឺជាដំណាក់កាលធំជាងគេបំផុតគឺដំបូងគេគឺ filter បន្ទាប់ពី filter មកចូល unit bridge នេះអញ្ចឹងអ្វីដែលយើងត្រូវតេស្តគឺយើងធ្វើការភ្ជាប់ភ្លើង AC មកកាន់ខ្សែនេះហើយយើងវាស់ភ្លើងយើងវាស់កន្លែងនេះក៏បានដែរដើម្បីវាស់កាត់ណាជាវាស់កងដងនេះកាលណាកងដងនេះអត់មានភ្លើងទេបញ្ជាក់ថា filter នេះអាចនឹងខូចឬក៏ unit bridge អាចខូចអញ្ចឹងយើងដាក់ភ្លើងហើយយើងវាស់កងដងធំមួយនេះដោយសារតែវាគឺជា power supply block ធំទី1ដែលយើងត្រូវពិនិត្យវាបើសិនជា AC អត់ចូលដល់ filter នេះទេគឺ power supply អត់ដំណើរការតែម្ដងអញ្ចឹងការពន្យល់នេះគឺដោយសារតែវាលក្ខណៈសំខាន់មុនគេហ្នឹងគឺនៅត្រង់ filter នឹងឯងបន្ទាប់ពី filter ហើយបានយើងគិតដល់ unit bridge ហើយគិតដល់កងដងហើយកងដងនេះតែប៉ោងដូរចេញប៉ុន្តែដល់ពេលយើងវាស់ចាក់ស្ដែងយើងខ្ជិលវាស់ដំណាក់កាលយើងវាស់កាត់យកឡើងនេះវាស់កងដងនេះយកតែម្ដងបើមានភ្លើងមកដល់វា2.8អីហើយគឺបញ្ជាក់ថា block ទាំង unit bridge ទាំង filter គឺអត់មានខូចទេអញ្ចឹង power supply ណាក៏ដូចគ្នាដែរអញ្ចឹងអាមួយនេះឥឡូវខ្ញុំនិយាយពីអាតូចម្ដងនេះអាតូចនេះបើប្រៀបធៀបទៅវាដូចគ្នាជាមួយនឹង power supply នេះដូចគ្នាប៉ុន្តែវាអត់ប្រើ filter ទេដោយសារអី filter គឺវាយកពីអាធំនេះមកប្រើស្រេចហើយភ្លើងវាចូលអាហ្នឹងគឺភ្លើងវា208 DC ដែរដូចគ្នាជាមួយនឹងកងដងនេះដែរប៉ុន្តែអញ្ចឹងភ្លើងនេះបានប៉ុណ្ណាគឺបានមកពីជើងបូកដករបស់កងដងនេះចូល power supply នេះចូល power supply ហើយបានចូលទៅកូន transformer នេះធ្វើការជាមួយនឹង power IC បញ្ចេញភ្លើង78អានេះគឺចេញភ្លើង15V ចំទៅកាន់បតបន្ទាប់អញ្ចឹងណាអញ្ចឹងយើងត្រូវវាស់ដំបូងគេយើងចង់វាស់តាមរូបមន្តអាច filter ក៏បានឬក៏យើងចង់វាស់កាត់មកកាន់កងដងនេះក៏បានយើងវាស់កាត់ direct មកកាន់កងដងនេះឲ្យតែឃើញភ្លើង208បញ្ជាក់ថាអាពួក208ឬក៏300សំខាន់ឲ្យតែមានភ្លើងជាង 100V ក៏ដែរប៉ុន្តែបើសិនតែភ្លើងក្រោម 410V ទេវាមានបញ្ហាដែរណាវាមិនអត់ទេវាមានបញ្ហាអីគេវាអាចខ្សោយអីខាង block ទី2អញ្ចឹងណាអញ្ចឹងយើងត្រូវមើល unit bridge យើងមើលអីផ្សេងៗទៀតប៉ុន្តែបើយើងវាស់ឃើញនេះមានភ្លើងដល់ទៅ2ជាង 100ជាងអីហើយគឺយើងblock ទី1ទី2ទី3វាគឺអត់ខូចទេអញ្ចឹងឥឡូវនេះចាំរវាស់ចាស់ដែរមើលណាវារៀងពិបាកតិចដោយសារអីគ្រប់ជាប់នេះមកក្បាលនេះដោយសារតែអត់មានសោអញ្ចឹងព្រោះតាមហ្នឹងឥឡូវនេះគ្រូធ្វើការដាក់ភ្លើង AC ចូលភ្លើង AC ចូលយើងចូលតាមអានេះក៏បានដែរប៉ុន្តែបើចូលអញ្ចឹងពេលដែលធ្វើទៅនេះបើយើងផ្សារគល់វាផ្សារ AC គល់វាឡើយនេះអាខ្សែនេះវាមិននៅក្រៅចេះវាចែកអត់ពេលយើងវាស់ទៅវាប៉ះដៃបើអីវាឆក់យើងដោយសារតែអានេះវាអញ្ចឹងយើងរុំវាចោលដល់ទៅបើវាប៉ះចឹងយើងផ្សារតចូលខ្សែហ្នឹងក៏បានដែរប៉ុន្តែវាអត់វាញ៉ៃអញ្ចឹងយើងចងវាចោលទៅហ្នឹងទៅ
ពីមកឆក់យើងធ្វើបែបហ្នឹងណាឆក់យើងអស់អារម្មណ៍ធ្វើការជាងការជួសជុលគឺវាតទៅនឹងអារម្មណ៍ទៅនឹងចំណេះដឹងរបស់យើងបើយើងជួសជុលការបើយើងរវល់តែប្រើអារម្មណ៍ពេកក៏វាអត់កើតដែរតែបើយើងអត់មានចំណេះដឹងតែបើយើងមានចំណេះដឹងហើយយើងអត់មានអារម្មណ៍ក្នុងការជួសជុលក៏ជួសជុលអត់បានដែរចឹងអារម្មណ៍គឺយើងទៅហ្នឹងចេះយើងប្រើខ្សែភ្លើងនេះភ្លើងអាសេយើងណាសាចូលបុកដកវាទៅLN វាទៅបងប្អូនដែលបានមើលវីដេអូហើយយកវីដេអូទាំងអស់នោះទៅប្រើបានជាប្រយោជន៍កុំភ្លេចជួយ share ជួយអីផងដើម្បីឲ្យខ្ញុំធ្វើបន្តទៀតបើមិនជាអត់មាន share មានអីទេគឺខ្ញុំក៏អត់បានធ្វើបន្តទៀតដែរដោយសារតែគិតថាប្រហែលជាចំណេះដឹងហ្នឹងมันអាចជួយបងប្អូនឲ្យបានប្រយោជន៍ខ្លះអញ្ចឹងណាតែបើសិនជាបានប្រយោជន៍ខ្លះអាចជួយ like ជួយ share ទៅគឺធ្វើឲ្យបន្តទៀតមេរៀនជាផ្លូវការគឺនៅក្នុង Telegram ប៉ុន្តែមេរៀនដែលបញ្ចូលបែបនេះគឺវាជាជំនួយមួយសម្រាប់បងប្អូនជាងដែលគាត់ទៅតែរៀនពោះអ្នកខ្លះគឺអត់ទាន់មានលទ្ធភាពក្នុងការចូលរៀនទេគឺយើងរៀនតាមនេះទៅហើយបដាដល់ពេលមានប្រាក់ថ្ងៃណាចូលរៀនថ្ងៃហ្នឹងទៅពីគ្រូនេះគឺបើរៀនគឺគិតប្រាក់ហើយពីព្រោះពេលដែលបរៀនទៅគឺជួយចំណាយពេលអញ្ចឹងគ្រូគាត់ត្រូវការប្រាក់គ្រូบอกให้មើលដំបូងគេផុតយើងកាច់មកទីម៉ាត់ទៅយើងហ្នឹងមកក្លីបអាសេមកនេះអាសេដើម្បីវាស់ដូចរបស់យើងនេះតើមានភ្លើងហើយនៅហើយត្រូវចាំថានេះកន្លែងនេះវា millivolt ឬក៏ volt ឲ្យច្បាស់កុំឲ្យច្រឡំម្ដង millivolt ដូចជា volt ធម្មតាដែរណាអត់ទេ millivolt និង volt គឺខុសគ្នានេះភ្លើង AC ចូលហើយបាន210 220អញ្ចឹងយើងវាស់ភ្លើង DC កាត់ទៅដំណងយើងវាស់កងដងខំឲ្យខ្ញុំបញ្យល់មុនហ្នឹងវាស់មកហ៎បានភ្លើង290អញ្ចឹងបញ្ជាក់ថា block filter គឺអត់មានខូចយកព្រីក៏អត់ខូចអញ្ចឹងភ្លើងវាបានម្ដងហ្នឹងហើយភ្លើងវាម្ដងហ្នឹងប៉ុន្តែ power supply ហ្នឹងមិនដំណើរការទេដោយសារវាអត់ទាន់គ្រប់លក្ខខណ្ឌផ្សេងអញ្ចឹងយើងមើលតើនេះគឺមើលប្រេនេះតើប្រេនេះឡើងទៅលើហ្នឹងតើជើងហ្នឹងជើងវេទទេយើងវាស់តើមានភ្លើងគ្រប់គ្រាន់សម្រាប់វិជាទៅកាន់ fat អត់ហើយប្រេនេះវាធ្វើការក៏ដោយសារតែនេះpower supply តូចនេះអ្នកវាយទៅបើភ្លើងធំដែរភ្លើងដំបូងគឺមានភ្លើង standby ចេញមកពីប្រេហ្នឹងហើយតែវាមិនទាន់ធ្វើការបញ្ចេញភ្លើងធំមកទេដោយសារតែវារងចាំបើសិនជាប្រេទី2នេះធ្វើការបានប្រេទី2នេះធ្វើការបានវាបញ្ជាទៅកាន់ប្រេមួយនេះដើម្បីឲ្យមួយនេះបើកច្រកធំចេញមក transformer ខាងនេះ transformer នេះធ្វើការចេញភ្លើងស្មាត់ 14V 100 ជាងអាហ្នឹងអញ្ចឹងដំណាក់កាលវាចឹងដំណាក់កាលទី1ទី2ទី3ទី4ទី5អញ្ចឹងទៅអញ្ចឹងឥឡូវនេះយើងត្រូវតែធ្វើការឆែកមើលភ្លើងនេះតើមានblock ទី1វាហ្នឹងអាឡៃ power IC វាហ្នឹងធ្វើការហើយនៅចឹងវាស់សិនបុកដកត្រូវហើយអញ្ចឹងយើងចាក់ដកចូលកងធំផ្នែក primary មិនអាចយកមកខាង secondary យកមកធ្វើយកមកចុចរាវរកភ្លើងខាង primary ទេខាងនេះខាង secondary ខាងនេះខាង primary អញ្ចឹងយើងចាក់មកខាងកងធំយើងហ្នឹងកងធំនេះអញ្ចឹងមកហើយយើងវាស់មួយមកវាស់ហ្នឹងកុំឲ្យញ័រដៃវាប៉ះជើងវាផ្ទុះប៉ះជើងភ្លើងឲ្យម៉ាស់ប៉ះនេះវាផ្ទុះហើយអត់មានទេអត់មានដែរចិត្តដៃនឹងត្រនឹងកុំឲ្យវាប៉ះមួយគេវាអាចផ្ទុះគឺផ្នែក primary ហ្នឹងគឺភ្លើងវាធំណា 0.6 អត់ទាន់គ្រប់បំពល់ទេនេះអញ្ចឹងយើងអាចដឹងបានថា power IC block ទី1គឺមិនមានបញ្ហាទេ power IC នៅ block ទី1ក៏ធំជាងគេហ្នឹងគឺអត់មានបញ្ហាទេគឺបានភ្លើង 15V ហើយអញ្ចឹងយើងត្រូវទៅមើល power supply ទី2 power supply តូចណាគឺប៉ុណ្ណេះយើងដឹងហើយតែ block ទី1គឺអត់ខូចទេអញ្ចឹងការរកកំហុសគឺរកកំហុសបែបហ្នឹងអញ្ចឹងអា block ទី2អាទូនេះក៏យើងធ្វើការវាស់ភ្លើងដូចគ្នាអញ្ចឹងណាអញ្ចឹងពេលបងប្អូនជួបគឺធ្វើតាមហ្នឹងទៅនឹងរកឃើញពន្លឺខ្លះហើយនឹងហើយស្វែងរកយកលើកខ្លួនឯងថែមទៀតមិនថាសិស្សរបស់គ្រូឬមិនថាអ្នកដទៃទេគឺត្រូវតែវាស់ដូចគ្នាអញ្ចឹងអានេះអា block ធំអញ្ចឹងអាវាស់ block តូចនេះក៏វាស់ដូចគ្នាដែរប៉ុន្តែគ្រូនឹងបញ្យល់ជាមេរៀនផ្លូវការនៅក្នុង Telegram បន្ថែមទៀតទៅលើអា block ទូចនេះដោយសារតែគ្រូសង្ស័យថាអា block ទូចមួយនេះគឺជាអ្នកដែលខូចធ្វើឲ្យម៉ាស៊ីនទាំងមូលហ្នឹងមានដំណើរការតែម្ដងដោយសារ block ទី1នេះយើងបានរកឃើញថាវានៅល្អទេអញ្ចឹងកាលណា block ទី1នៅល្អម៉ាស៊ីននឹងអត់ដំណើរការយើងត្រូវទៅមើល block ទី2អញ្ចឹងវាអត់មានទៅខូច block ណាផ្សេងនេះក្រៅពី block ទី2នេះបើសិនជាធ្វើអា block ទី2ហ្នឹងមានចេញហើយនៅអត់ចេញទៀតយើងមកមើលខាងនេះខាង secondary តែម្ដង
អរគុណបាយបាយ